សាររដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿងដែលបានព្យាយាមបើកកិច្ចចេញពីការបិទផ្លូវរបស់ខ្លួនហើយអ៊ីរ៉ង់បាននិយាយថាខ្លួននឹងសងសឹកដែលនេះជាការបង្កើនលទ្ធភាពដែលថាបទឈប់បាញ់រវាងប្រទេសទាំងពីរអាចនឹងមិនថិតថេររយៈពេលយូរទៀតទេបើទោះបីជានឹងទៅផុតសុពលភាពក្នុងរយៈពេល2ថ្ងៃទៀតក៏ដោយកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពយូរអង្វែងនៅក្នុងតំបន់ក៏ហាក់ដូចជាស្ថិតក្នុងស្ថានភាពរង្គោះរង្គើផងដែរខណៈដែលអ៊ីរ៉ង់បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងការចរចាជុំទី2ដែលសហរដ្ឋអាមេរិកសង្ឃឹមថានឹងចាប់ផ្ដើមមុនពេលបទឈប់បាញ់ផុតកំណត់នៅថ្ងៃអង្គារសហរដ្ឋអាមេរិកបានរក្សាការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ខណៈដែលអ៊ីរ៉ង់បានបើកច្រកហ័រមូសប៉ុន្តែក្រោយមកបានបិទផ្លូវនោះឡើងវិញយោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានបាញ់ទៅលើកប៉ាល់ដឹកទំនិញដែលមានដោតទង់ជាតិអ៊ីរ៉ង់នៅពេលដែលកប៉ាល់នោះធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែបានដាអាបារបស់អ៊ីរ៉ង់យោធាអ៊ីរ៉ង់បាននិយាយថាកប៉ាល់នេះបានធ្វើដំណើរមកពីប្រទេសចិនហើយបានព្រមានថាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងឆ្លើយតបនឹងសងសឹកប្រឆាំងនឹងចៅសមុទ្រប្រដាប់អាវុធនេះដោយប្រព្រឹត្តដោយយោធាសហរដ្ឋអាមេរិកហើយការចាត់វិធានការនឹងធ្វើឡើងក្នុងពេលឆាប់នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថាទីក្រុងតេហេរ៉ង់បានបដិសេធការចរចាសន្តិភាពថ្មីដោយលើកឡើងពីការបិទផ្លូវដែលកំពុងបន្តការគម្រាមកំហែងខាងវោហាសាស្ត្រនិងការផ្លាស់ប្ដូរជំហររបស់ទីក្រុង Washington និងការទាមទារហួសហេតុតម្លៃប្រេងឆៅនាពេលនេះរបស់ក្រុមហ៊ុន Brent បានឡើងដល់ប្រហែល 7% គឺមានតម្លៃ $96.85 ក្នុងមួយបារ៉ែលលោកត្រាំបាននិយាយថាបេសកជនរបស់លោកនឹងទៅដល់ទីក្រុងអ៊ីស្លាមាបាតនៅល្ងាចថ្ងៃច័ន្ទមន្ត្រីសេដ្ឋវិមានម្នាក់បាននិយាយថាគណៈប្រតិភូសហរដ្ឋអាមេរិកនឹងដឹកនាំដោយអនុប្រធានាធិបតីលោក JD Vance ដែលបានដឹកនាំកិច្ចចរចាសន្តិភាពលើកដំបូងនៃសង្គ្រាមកាលពីមួយសប្តាហ៍មុនហើយក៏បានរួមបញ្ចូលទាំងបេសកជនរបស់លោកត្រាំផងដែរគឺលោក Steve Witkoff និងកូនប្រសាររបស់លោកគឺលោក Jared Kushner លោកត្រាំបានប្រាប់ទូរទស្សន៍ ABC News និង MS Now ដោយឡែកពីគ្នាថាលោក Vance នឹងមិនធ្វើដំណើរទៅចូលរួមការចរចានោះទេប្រទេសប៉ាគីស្ថានដែលបានបម្រើជាអ្នកសម្របសម្រួលដ៏សំខាន់ហាក់ដូចជាកំពុងរៀបចំកិច្ចចរចានេះប្រពន្ធសន្តិសុខប៉ាគីស្ថានពីររូបបាននិយាយថាជនហោះដឹកទំនិញធុនសេ17ពីរគ្រឿងរបស់សហរដ្ឋអាមេរិកបានចុះចតនៅមូលដ្ឋានទ័ពអាកាសមួយនៅរសៀលថ្ងៃអាទិត្យដោយដឹកឧបករណ៍សន្តិសុខនិងយានយន្តដើម្បីត្រៀមសម្រាប់ការមកដល់របស់គណៈប្រតិភូអាមេរិកាំងអាជ្ញាធរនៅក្នុងក្រុងអ៊ីស្លាមាបាតបានបញ្ឈប់ការដឹកជញ្ជូនសាធារណៈនិងចរាចរណ៍ទំនិញធុនធ្ងន់ឆ្លងកាត់ទីក្រុងលុះបន្លាត្រូវបានរំកិលទៅជិតសន្តាគារ Serena ជាកន្លែងដែលកិច្ចពិភាក្សាកាលពីសប្តាហ៍មុនត្រូវបានធ្វើឡើងសន្តាគារបានប្រាប់ភ្ញៀវទាំងអស់ឲ្យចាកចេញសូមអរគុណការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ជប៉ុនដែលនឹងកាត់ឡើងបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកពីទីក្រុង Warsaw រហូតដល់ទីក្រុង Manila នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ខណៈដែលលោកប្រធានាធិបតី Donald Trump ងាកចេញពីការបដិញ្ញាចិត្តសន្តិសុខចំពោះសម្ព័ន្ធមិត្តហើយសង្គ្រាមនៅអ៊ីរ៉ង់និងអ៊ុយក្រែនបានធ្វើឲ្យការផ្គត់ផ្គង់អាវុធរបស់អាមេរិកកាន់តែមានការរឹតបន្តឹងគណៈបកកណ្ដាលអំណាចរបស់លោកស្រីនាយករដ្ឋមន្ត្រីសាណាអេតាកាអ៊ីជីបានអនុម័តការផ្លាស់ប្ដូរនៅសប្តាហ៍នេះខណៈដែលលោកស្រីព្យាយាមធ្វើឲ្យមូលដ្ឋានឧស្សាហកម្មយោធារបស់ប្រទេសសន្តិភាពនិយមមួយនេះមានភាពរស់រវើករដ្ឋាភិបាលរបស់លោកស្រីនឹងអនុម័តច្បាប់ថ្មីជាផ្លូវការនៅខែមេសានេះទោះបីជាភាគច្រើនប្រទេសជប៉ុននៅឯកោពីទីផ្សារអាវុធសកលចាប់តាំងពីសង្គ្រាមលោកលើកទី2មកក៏ដោយក៏ជប៉ុនបានចំណាយប្រាក់គ្រប់គ្រាន់លើយោធារបស់ខ្លួន
ដើម្បីទ្រទ្រង់ឧស្សាហកម្មការពារជាតិដ៏ធំមួយដែលមានសមត្ថភាពផលិតប្រព័ន្ធទំនើបដូចជានាវាមុជទឹកនិងយន្តហោះចម្បាំងក្នុងចំណោមអតិថិជនថ្មីដែលមានសក្តានុពលគឺមានយោធាប៉ូឡូញនិងកងទ័ពជើងទឹកហ្វីលីពីនដែលកំពុងធ្វើទំនើបកម្មក្នុងចំណោមបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ក្រុមហ៊ុនម៉ៅកាការពារជាតិរបស់ជប៉ុនឈ្មោះថា Toshiba និង Mitsubishi កំពុងជ្រើសរើសបុគ្គលិកបន្ថែមនិងបន្ថែមសមត្ថភាពដើម្បីទាញយកផលប្រយោជន៍ពីតម្រូវការនេះកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដំបូងដែលរដ្ឋាភិបាលរបស់លោកស្រី Takaichi ទំនងជានឹងអនុម័តគឺការនាំចេញនាវាចម្បាំងដែលប្រើរួចទៅកាន់ប្រទេសហ្វីលីពីនដែលកំពុងជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាតាមសមុទ្រជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងលោក Mariusz Boguszewski អនុប្រធានបេសកកម្មនៅស្ថានទូតប៉ូឡូញប្រចាំប្រទេសជប៉ុនបាននិយាយថាទីក្រុងវ៉ាសូវីនិងទីក្រុងតូក្យូអាចជួយបំពេញចន្លោះប្រហោងនៅក្នុងឃ្លាំងអាវុធរបស់គ្នាទៅវិញទៅមកដោយសហការគ្នាក្នុងវិស័យដូចជាប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកអ្នកការទូតអឺរ៉ុប3នាក់ផ្សេងទៀតបាននិយាយថាការបន្ធូរបន្ថយរបស់ជប៉ុនបានផ្ដល់ឱកាសដើម្បីកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងរបស់ពួកគេលើការផលិតអាវុធរបស់សហរដ្ឋអាមេរិកដែលកំពុងតានតឹងដោយសារតែចំនួនភាពមិនអាចទាយទុកជាមុនបានរបស់លោកត្រាំដូចជាការគម្រាមកំហែងរបស់លោកក្នុងការចាកចេញពីសម្ព័ន្ធភាពសន្តិសុខអូតង់ឬហៅកាត់ថា NATO និងឈ្លានពានតំបន់ Greenland ក៏បានបង្កើនការជំរុញឲ្យរកអ្នកផ្គត់ផ្គង់ថ្មីផងដែរការផ្លាស់ប្ដូរការនាំចេញរបស់ទីក្រុងតូក្យូពីមុនត្រូវបានលើកទឹកចិត្តដោយរដ្ឋបាលសហរដ្ឋអាមេរិកជាបន្តបន្ទាប់រួមទាំងរដ្ឋបាលលោកត្រាំផងដែរដែលចង់ឲ្យសម្ព័ន្ធមិត្តចូលរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិរួមគ្នាក្រុមហ៊ុនការពារជាតិជប៉ុនមួយចំនួនបាននិយាយថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីការផ្លាស់ប្ដូរទិសដៅលើកនេះក្រុមហ៊ុនសាងសង់ប្រព័ន្ធការពារដែនអាកាស Toshiba បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាខ្លួនមានគម្រោងជួលមនុស្សប្រហែល500នាក់ក្នុងរយៈពេល3ឆ្នាំខាងមុខហើយកំពុងសាងសង់កន្លែងសាកល្បងនិងផលិតថ្មីក្រុមហ៊ុនក៏បានបង្កើតនាយកដ្ឋានថ្មីមួយដើម្បីដោះស្រាយការនាំចេញការពារជាតិផងដែរសហរដ្ឋអាមេរិកបានគ្របដណ្ដប់លើខ្សែសង្វាក់ផ្គត់ផ្គង់យោធាសកលជាយូរមកហើយចន្លោះរវាងឆ្នាំ2021ដល់2025សម្ភារៈការពារជាតិរបស់ជប៉ុន 95% នាំចូលពីសហរដ្ឋអាមេរិកសម្ភារៈការពារជាតិរបស់អូស្ត្រាលីនិងអង់គ្លេស 85% ទិញពីសហរដ្ឋអាមេរិកនិងការទិញរបស់អារ៉ាប៊ីសាអូឌីតមានរហូតដល់ 77%នេះបើយោងតាមរបាយការណ៍កាលពីខែមីនាដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ប៉ុន្តែកម្មវិធីលក់សម្ភារៈយោធាបរទេសរបស់ទីក្រុង Washington ដែលជារឿយៗមានលក្ខណៈយឺតយ៉ាវនិងថ្លៃដើមកើនឡើងនឹងការគ្រប់គ្រងយ៉ាងតឹងរឹងរបស់ខ្លួនលើបច្ចេកវិទ្យាការពារជាតិគឺជាប្រភពដែលនាំឲ្យមានការខកចិត្តជាយូរមកហើយគណៈបកកណ្ដាលអំណាចជប៉ុនដោយមានមន្ត្រីម្នាក់បាននិយាយថាគោលបំណងមួយនៃការផ្លាស់ប្ដូរច្បាប់របស់ជប៉ុនគឺដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ការពារជាតិនៅអាស៊ីដែលមិនពឹងផ្អែកលើសហរដ្ឋអាមេរិកតែមួយនោះទេប្រតិកម្មឆ្លើយតបពីខាងសេតវិមានបើយោងតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងគឺលោកប្រធានាធិបតី Donald Trump បានកោះប្រជុំជាបន្ទាន់តែម្ដងអំពីបញ្ហាអ៊ីរ៉ង់នេះចំពេលដែលអ៊ីរ៉ង់បិទច្រកហូមូសឡើងវិញបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកចំនួន2រូបគឺលោកប្រធានាធិបតី Donald Trump បានកោះប្រជុំបន្ទាន់នៅឯសេតវិមាននៅព្រឹកថ្ងៃសៅរ៍ទី18ខែមេសាដើម្បីពិភាក្សាអំពីវិបត្តិដែលកើតឡើងជុំវិញច្រកសមុទ្រហូមូសនិងការចរចាជាមួយនឹងអ៊ីរ៉ង់ស្ថានភាពជាមួយនឹងអ៊ីរ៉ង់កំពុងស្ថិតនៅចំណុចសំខាន់មួយដោយបទជបាញ់ទៅបានគេរំពឹងថានឹងផុតកំណត់ក្នុងរយៈពេល3ថ្ងៃទៀតហើយមិនទាន់មានការបដិឆេទចុងក្រោយសម្រាប់កិច្ចប្រជុំថ្មីរវាងអ្នកចរចាអាមេរិកនិងអ៊ីរ៉ង់នៅឡើយទេ
ការប្រកាសរបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍អំពីការបិទច្រកសមុទ្រ Hormuz ឡើងវិញក៏ដូចជាការវាយប្រហារជាច្រើនលើកដោយអ៊ីរ៉ង់លើនាវាជាច្រើនគ្រឿងនៅក្នុងផ្លូវទឹកបានកើតមានឡើងមិនដល់24ម៉ោងផងបន្ទាប់ពីលោកត្រាំបានមានប្រសាសន៍ថាកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអាចកើតឡើងក្នុងរយៈពេល1ថ្ងៃឬ2ថ្ងៃទៀតមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានមានប្រសាសន៍ថាប្រសិនបើមិនមានការទម្លាយបញ្ហាជាប់គាំងនេះឲ្យបានឆាប់ទេសង្គ្រាមអាចនឹងបន្តឡើងវិញក្នុងរយៈពេលប្រមាណថ្ងៃខាងមុខនេះកិច្ចប្រជុំមិនទាន់ត្រូវបានចូលរួមដោយលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance ដែលត្រូវបានគេរំពឹងថានឹងជាអ្នកចូលរួមក្នុងការចរចាជុំបន្ទាប់ជាមួយនឹងអ៊ីរ៉ង់ហើយមន្ត្រីផ្សេងទៀតដែលចូលរួមផងដែរនោះគឺមានលោករដ្ឋមន្ត្រីក្រសួងការបរទេសលោក Marco Rubio ហើយក៏មានលោករដ្ឋមន្ត្រីក្រសួងការពិជាតិលោក Pete Hegseth និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺលោក Scott Bessent ផងដែរនេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលបានថ្លែងមន្ត្រីរូបនេះបានមានប្រសាសន៍ថាប្រធានបុគ្គលិករបស់សេតាវិមានលោកស្រី Suzy Wiles បេក្ខជនពិសេសសេតាវិមានលោក Steve Witchcott នាយកចារកម្ម CIA លោក John Ratcliffe និងប្រធានអគ្គសេនាធិការកងទ័ពចម្រុះលោក Dan Kane ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនោះផងដែរនៅពេលដែលសារព័ត៌មាន Access បានតាក់ទងទៅគឺសេតាវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេមេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Asim Munir បានធ្វើកិច្ចចរចាសម្របសម្រួលរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅក្នុងទីក្រុងតេហឺរ៉ង់នៅក្នុងសប្តាហ៍នេះហើយមន្ត្រីអាមេរិកបាននិយាយថាលោកត្រាំបាននិយាយតាមទូរស័ព្ទយ៉ាងហោចណាស់ម្ដងដែរជាមួយនឹងលោកឧត្តមសេនីយ៍មូនីនិងមន្ត្រីរបស់អ៊ីរ៉ង់ក្រុមប្រឹក្សាសន្តិសុខជាតិកម្ពុជារបស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ដែរថាសហរដ្ឋអាមេរិកបានបង្ហាញសំណើថ្មីក្នុងអំឡុងពេលចរចាហើយអ៊ីរ៉ង់កំពុងពិនិត្យមើលឡើងវិញប៉ុន្តែមិនទាន់បានឆ្លើយតបនៅឡើយទេថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃសៅរ៍លោកត្រាំបានមានប្រសាសន៍ថាអ៊ីរ៉ង់មានចរិតគួរឲ្យស្រឡាញ់បន្តិចពួកគេចង់បិទច្រកសមុទ្រម្ដងទៀតហើយក្រោយមកបានបន្ថែមថាប្រទេសនេះមិនអាចគំរាមកំហែងយើងបានទេលោកត្រាំបានមានប្រសាសន៍បន្ថែមទៀតថាសហរដ្ឋអាមេរិកនៅតែនិយាយជាមួយនឹងអ៊ីរ៉ង់ហើយបានកត់សម្គាល់ថាលោកនឹងដឹងលទ្ធផលនៅចុងសប្តាហ៍នេះហើយថាតើភាគីនឹងឈានទៅមុខដោយសម្រេចបានកិច្ចព្រមព្រៀងជាមួយនឹងគ្នាឬអត់គឺតកតងជាមួយនឹងការដែលអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ទាំងស្រុងតែម្ដងដោយសារតែការបិទផ្លូវរបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើកប៉ាល់បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានឲ្យដឹងថាការប្រជុំមុខដាក់គ្នាលើច្រកសមុទ្រ Hormuz បានកើនឡើងម្ដងទៀតហើយនៅថ្ងៃសៅរ៍ទី18ខែមេសានេះខណៈដែលអ៊ីរ៉ង់បានបដូរចិត្តហើយបិទផ្លូវទឹកដ៏សំខាន់ឡើងវិញនិងបានបាញ់ប្រហារលើកប៉ាល់ដែលព្យាយាមឆ្លងកាត់ដើម្បីសងសឹកបន្ទាប់ពីសហរដ្ឋអាមេរិកនៅតែបន្តបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថាច្រកសមុទ្រនេះត្រូវបានបិទរហូតដល់សហរដ្ឋអាមេរិកបើកវិញដែរដោយព្រមានថាគ្មាននាវាណាមួយគួរបើកចេញពីចំណុចចតរបស់ខ្លួននៅក្នុងឈូងសមុទ្រ Perth និងសមុទ្រអូម៉ង់នោះឡើយហើយការចូលទៅជិតច្រកសមុទ្រ Hormuz នឹងត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការជាមួយសត្រូវនិងត្រូវបានកំណត់គោលដៅវាយប្រហារការវាយប្រហារថ្មីលើច្រកសមុទ្រដែលប្រេងប្រហែល 1/5 របស់ពិភពលោកជាធម្មតាបានឆ្លងកាត់នោះបានគម្រាមកំហែងធ្វើឲ្យវិបត្តិធម្មពលពិភពលោកកាន់តែធ្ងន់ធ្ងរនិងបានរុញច្រានប្រទេសនានាឲ្យធ្លាក់ចូលទៅក្នុងជម្លោះឡើងវិញខណៈដែលសង្គ្រាមបានចូលដល់សប្តាហ៍ទី8ហើយបទឈប់បាញ់ដ៏ផុយស្រួយដែលកំពុងមាននាពេលបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅថ្ងៃពុធសប្តាហ៍ក្រោយអ៊ីរ៉ង់បាននិយាយថាខ្លួនបានទទួលសំណើថ្មីពីសហរដ្ឋអាមេរិកហើយអ្នកសម្របសម្រួលប៉ាគីស្ថានកំពុងធ្វើការដើម្បីរៀបចំការចរចាដោយផ្ទាល់មួយជុំទៀតទូកបំពាក់កំភ្លើងរបស់កងឆ្មាំបដិវត្តបានបើកការបាញ់ប្រហារលើនាវាដឹកប្រេងមួយគ្រឿងហើយគ្រាប់ផ្លោងមិនដឹងទិស
មួយគ្រាប់បានវាយប្រហារនាវាកុងតឺន័រមួយគ្រឿងដែលធ្វើឲ្យខូចខាតដល់កុងតឺន័រមួយចំនួននេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេសរបស់យោធាអង់គ្លេសក្រសួងការបរទេសឥណ្ឌាបាននិយាយថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ជំវិញឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរនៃការបាញ់ប្រហារលើនាវាពាណិជ្ជកម្មពីរគ្រឿងដែលមានដោតទង់ជាតិឥណ្ឌាជាពិសេសបន្ទាប់ពីអ៊ីរ៉ង់ពីមុនបានអនុញ្ញាតឲ្យនាវាជាច្រើនគ្រឿងដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាឆ្លងកាត់សម្រាប់អ៊ីរ៉ង់ការបិទច្រកសមុទ្រនេះប្រហែលជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនដែលគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកនិងបង្កការឈឺចាប់ផ្នែកនយោបាយដល់លោកប្រធានាធិបតីដូណាល់ត្រាំសម្រាប់សហរដ្ឋអាមេរិកការបិទផ្លូវនេះជាការដាក់សម្ពាធនិងអាចធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ចុះខ្សោយកាន់តែខ្លាំងឡើងមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាម៉ូជាបាខាមេនីបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការជំទាស់នៅថ្ងៃសៅរ៍ដោយនិយាយថាកងទ័ពជើងទឹកត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កការបរាជ័យយ៉ាងជូរចត់លើសត្រូវរបស់ខ្លួនលោកបានគេឃើញជាសាធារណៈទេចាប់តាំងពីទៅបានដំឡើងឋានៈទៅកាន់តំណែងនេះបន្ទាប់ពីការស្លាប់របស់ឪពុករបស់លោកនៅក្នុងការបាញ់ផ្លោងលើកដំបូងរបស់អ៊ីស្រាអែលបាទប្រិមត្តនេះគឺជាព័ត៌មានទី1ព័ត៌មាន Washington Post ណាខ្ញុំយកអត្ថបទ Washington Post បូកជាមួយនឹងសារព័ត៌មានផ្សេងទៀតផងដែរបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាសហរដ្ឋអាមេរិកឥឡូវនេះកំពុងត្រៀមបញ្ជូនកងកម្លាំងជាច្រើនពាន់នាក់បន្ថែមទៀតទៅតំបន់មជ្ឈមបូព៌ានេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីដែលសូមមិនបញ្ចេញឈ្មោះបាទក្នុងគណៈពេលដែលការចរចាកំពុងតែកើតមានឡើងហើយដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអាចបញ្ចប់ចំនួនដែលមានរយៈពេលជាច្រើនសប្តាហ៍នេះសហរដ្ឋអាមេរិកពេលនេះក៏កំពុងតែពិចារណានេះបើយោងតាមកាសែត Washington Post ណាថាពេលនេះសហរដ្ឋអាមេរិកក៏កំពុងតែពិចារណាលើលទ្ធភាពនៃការវាយប្រហារបន្ថែមឬក៏ធ្វើប្រតិបត្តិការនៅលើដីប្រសិនបើបទជបាញ់លែងមានប្រសិទ្ធភាពបទជបាញ់ពីបច្ចុប្បន្ននេះណាលែងមានប្រសិទ្ធភាពនេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកបានថ្លែងឲ្យទៅបានរាយការណ៍ដោយសារព័ត៌មាន Washington Post កងកម្លាំងដែលចល័តចូលទៅក្នុងតំបន់នោះរួមមានកងទ័ពប្រហែលជា6000នាក់នៅលើនាវាផ្ទុកយន្តហោះ USS George W Bush និងនាវាចម្បាំងជាច្រើនគ្រឿងដែលអមដំណើរនេះបើយោងតាមមន្ត្រីបច្ចុប្បន្ននិងអតីតមន្ត្រីមួយចំនួនដែលបាននិយាយក៏ប៉ុន្តែសូមក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកងកម្លាំងប្រហែលជា4200នាក់ផ្សេងទៀតបានទៅតាមក្រុមនាវាចម្លងទៅលើកមុនហើយបាទហើយនឹងកងម៉ារីនផងដែរគឺកងម៉ារីនបេសកកម្មទី11ដែលខ្ញុំបានផ្សាយជូនប្រហែលថ្ងៃមុនណាគឺចំនួន4200នាក់ទៅមុនហើយក៏ប៉ុន្តែទៅមិនតដល់ទេគឺរំពឹងថានឹងទៅដល់តំបន់មជ្ឈមបូព៌ាគឺក្បែរប្រទេសអ៊ីរ៉ង់នៅចុងខែនេះហើយពូចល័តទ័ពចេញពីជប៉ុនទៅនោះបាទនឹងទៅដល់ចុងខែនេះហើយការបន្ថែមកម្លាំងហាក់ដូចជានឹងបញ្ចូលគ្នាជាមួយនឹងកងនាវាចម្បាំងដែលមានស្រាប់នៅតំបន់មជ្ឈមបូព៌ាខណៈដែលបទជបាញ់រយៈពេល2សប្តាហ៍ត្រូវបានកំណត់ថានឹងផុតនៅថ្ងៃទី22ខែមេសាបាទនិងនៅពេលដែលយោធាសហរដ្ឋអាមេរិកកំពុងតែបិទច្រកពាណិជ្ជកម្ម Hormuz មិនឲ្យមានចរាចរណ៍ចេញចូលនោះទេហើយបើតាមការរៀបរាប់របស់សារព័ត៌មាន Washington Post ឲ្យដឹងថាទាហានដែលបញ្ជូនទៅនេះគឺនឹងទៅចូលរួមជាមួយនឹងទាហានរបស់សហរដ្ឋអាមេរិកដែលមានស្រាប់នៅក្នុងតំបន់នេះចំនួនប្រមាណជា50000នាក់ដែលមានស្រាប់ទៅហើយដែលកំពុងតែចូលរួមនៅក្នុងប្រតិបត្តិការនោះពីតំបន់ផ្សេងប៉ុន្តែសម្ដៅទៅលើច្រកនៅក្នុងប្រទេសអ៊ីរ៉ង់ការមកដល់នៃនាវាចម្បាំងបន្ថែមនឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើអ៊ីរ៉ង់នឹងផ្ដល់ឲ្យឧត្តមនាវីលោកនាយឧត្តមនាវី Brad Cooper គាត់ជាមេបញ្ជាការយុទ្ធភូមិភាគកណ្ដាលណានៅជំរឿសបន្ថែមទៀតបាទដើម្បីក្នុងពេលដែលការចរចាជាមួយនឹងអ៊ីរ៉ង់កំពុងតែធ្វើហើយបើសិនជាការចរចានេះបរាជ័យ
គឺលោកអាចនឹងមានជំរឿសបន្ថែមក្នុងការចាត់ចែងកងកម្លាំងរបស់លោកនេះបើយោងតាមលោក James Forgo នាយឧត្តមនាវីកងទ័ពជើងទឹកដែលបានចូលនិវត្តន៍និងជាសាកលវិទ្យាធិការនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រសមុទ្រនៅភាគខាងជើងរដ្ឋ Virginia ដោយឡែកលោកស្រី Caroline Leavitt ដែលជាអ្នកនាំពាក្យសេតាវិមានវិញបានប្រាប់នាយកព័ត៌មានកាលពីថ្ងៃពុធនេះថាវាជាក់ស្ដែងណាស់ដែលអ៊ីរ៉ង់ត្រូវតែព្រមព្រៀងតាមការចង់បានរបស់លោកប្រធានាធិបតីដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសអ៊ីរ៉ង់ខ្លួនឯងដែលក្នុងនោះរួមមានការមិនឲ្យមានអាវុធនុយក្លេអ៊ែរហើយនឹងការបើកច្រកសមុទ្រពាណិជ្ជកម្ម Hormuz ឡើងវិញបាទនេះគឺជាសេចក្តីរាយការណ៍ដែល Washington Post បានរាយការណ៍ហើយ Washington Post បានរាយការណ៍លម្អិតបន្ថែមតែខ្ញុំសូមដកសងតែចំណុចសំខាន់ប៉ុណ្្នឹងទេនៅក្នុងការវិវត្តមួយទៀតគឺអ្នកសម្របសម្រួលជាន់ខ្ពស់ប៉ាគីស្ថានឥឡូវនេះបានអញ្ជើញទៅដល់ទីក្រុងតេហរ៉ង់ហើយទីក្រុងតេហរ៉ង់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះហើយអ្នកដែលដឹកនាំប្រតិភូចូលរួមនៅក្នុងក្បួនប្រតិភូជាន់ខ្ពស់ហ្នឹងក៏មានលោកសេនាប្រមុខដែលជាមេបញ្ជាការកងទ័ពកំពូលរបស់ប្រទេសប៉ាគីស្ថានហ្នឹងក៏ទៅដែរគឺលោក Shahid Asim Munir មកលោកឧត្តមសេនីយ៍ Munir ក៏លោកអញ្ជើញទៅដែរដើម្បីរៀបចំយ៉ាងណាឲ្យមានការចរចាដើម្បីពង្រឹងបទជបាញ់គ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលមានស័ព្ទនោះឲ្យវានៅបន្តទៀតបាទពីព្រោះវាទៅផុតនៅសប្តាហ៍ក្រោយនេះហើយលោក Ismail Bagheri អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃពុធនេះផងដែរថាអ៊ីរ៉ង់បានផ្លាស់ប្ដូរសារជាមួយនឹងសហរដ្ឋអាមេរិកជាប្រចាំដែរតាមរយៈប៉ាគីស្ថានចាប់តាំងពីការចរចាដំបូងបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនោះណាមួយនៅឡើយទេកាលពីថ្ងៃអាទិត្យកន្លងមកនេះហើយភាគីទាំងពីរមិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងណាមួយដើម្បីជួបប្រជុំគ្នាជុំទី2នៅឡើយទេលោកប្រធានាធិបតី Donald Trump បានប្រកាសម្សិលមិញថាការជួបប្រជុំទី2នេះអាចនឹងកើតមានឡើងនៅក្នុងសប្តាហ៍នេះក៏ប៉ុន្តែខាងអ៊ីរ៉ង់ក៏ថាមិនទាន់ដល់ពេលដែលឯកភាពគ្នាតែជួបប្រជុំទី2នឹងឬទេបាទហើយក៏មានព័ត៌មានដែលបញ្ជាក់ថាគឺភាគីទាំងពីរបានព្រមព្រៀងគ្នាទៅលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងច្បាញ់នឹងជាអចិន្ត្រៃយ៍ដែរក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយពីខាងភាគីអ៊ីរ៉ង់នៅឡើយទេដោយឡែកអ្នកស្រី Caroline Leavitt ដែលជាអ្នកនាំពាក្យរបស់សេតាវិមានបានសម្ដែងនៅសុទិដ្ឋិនិយមអំពីការចរចាដែលនឹងកើតមានឡើងនេះលោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅសេតាវិមាននៅថ្ងៃនេះថាគឺយើងមានអារម្មណ៍ល្អអំពីទស្សនវិស័យនៃកិច្ចព្រមព្រៀងមួយដែលនឹងអាចសម្រេចបានដោយអ្នកស្រីបានបន្ថែមថាវាជាស្ដែងវាជាផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ប្រសិនបើបាទធ្វើតាមការចង់បានរបស់លោកប្រធានាធិបតីគឺបាទនេះគឺជាអ្វីដែលខាងសហរដ្ឋអាមេរិកចង់បានដោយដែលលោកប្រធានាធិបតីបាននិយាយហើយនិយាយទៀតគឺមិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេគឺជាការវិវត្តមួយគួរឲ្យចាប់អារម្មណ៍មែនទែនហើយចាំចុងព័ត៌មានហ្នឹងខ្ញុំចែករំលែកចំណេះដឹងបន្តិចដែលខ្ញុំធ្លាប់បានចែកកន្លងមកហ្នឹងគឺបាទតាមការបញ្ជាក់របស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃនេះលោកបានបញ្ជាក់ថាចិនបានយល់ព្រមមិនបញ្ជូនអាវុធទៅប្រទេសអ៊ីរ៉ង់ទេហើយចិនបានសម្ដែងនៅសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការខិតខំបើកច្រកពាណិជ្ជកម្ម Hormuz ឡើងវិញការអះអាងនេះត្រូវបានធ្វើឡើងខណៈដែលទីក្រុង Washington និងទីក្រុងប៉េកាំងខិតខំស្វែងរកវិធីបន្ធូរបន្ថយភាពតានតឹងមុនពេលកិច្ចចរចាដ៏សំខាន់រវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping ទំនាក់ទំនងដ៏ចម្រូងចម្រាសយូរអង្វែងរវាងប្រទេសទាំងពីរត្រូវបានសាកល្បងបន្ថែមទៀតដោយការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាប្រទេសចិនកំពុងជួយយោធាអ៊ីរ៉ង់ដោយសម្ងាត់ហើយនឹងក៏មានកំហឹងនៅក្នុងទីក្រុងប៉េកាំងវិញដែរថានាវារបស់ខ្លួនអាចនឹងទៅរងការវាយប្រហារនៅពេលដែលលោកប្រធានាធិបតី Donald Trump បិទច្រក Hormuz បន្ថែមទៅលើការខិតខំបិទរបស់អ៊ីរ៉ង់បាទហើយបើតាមសេចក្តីរាយការណ៍គឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកDonald Trump មានគម្រោងជួបគ្នាជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping នៅខែក្រោយក៏ប៉ុន្តែពេលវេលាជាក់លាក់
គេមិនទាន់បានបញ្ជាក់ឲ្យសាធារណជនដឹងនៅឡើយទេបាទគឺក្នុងពេលកន្លងមកគឺលោកប្រធានាធិបតី Donald Trump គ្រោងទៅធ្វើទស្សនកិច្ចនៅប្រទេសចិននៅខែមីនាណាក៏ប៉ុន្តែដោយសារតែមានបញ្ហាសង្គ្រាមនៅតំបន់ប្រជុំបូព៌ានេះគឺលោកប្រធានាធិបតីក៏ផ្អាកការធ្វើដំណើរដល់សិនឥឡូវនេះគឺស្ថិតនៅក្នុងស្ថានភាពនេះគឺលោកអាចនឹងឆ្លៀតទៅបាននៅខែក្រោយនេះស្ថានទូតចិនប្រចាំទីក្រុង Washington បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការបង្ហោះតាមបណ្ដាញ Truth Social របស់លោក Trump ទេប៉ុន្តែបាននិយាយថាទីក្រុងប៉េកាំងមានជំហរគោលបំណងច្បាស់លាស់និងមិនលំអៀងទេទៅលើចំនួននេះប្រទេសចិនតែងតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ននិងមានទំនួលខុសត្រូវលើការនាំចេញផលិតផលយោធាហើយការអនុវត្តការគ្រប់គ្រងយ៉ាងតឹងរឹងស្របតាមច្បាប់របស់ប្រទេសចិននេះបើតាមអ្នកនាំពាក្យលោកលាវពេងយូបានថ្លែងមន្ត្រីចិនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការបិទផ្លូវកប៉ាល់និងចូលកំពង់ផែអេរ៉ង់ដែលលោកតាមបានបញ្ជាឲ្យធ្វើចាប់តាំងពីថ្ងៃច័ន្ទមកនេះហើយបានព្យាយាមស្វែងរកឲ្យការបញ្យល់ឲ្យបានច្បាស់លាស់ពីសេតាវិមាននេះបើតាមមន្ត្រីចិនម្នាក់ដែលបានដឹងអំពីបញ្ហានេះហើយបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាទអញ្ចឹងគឺខ្ញុំបានធ្លាប់ជម្រាបប្រិយមិត្តហើយគឺកាលពីប្រហែលថ្ងៃមុននោះគឺមានព័ត៌មានលេចឡើងថាចិនបានត្រៀមបញ្ជូនអាវុធជាពិសេសគឺប្រព័ន្ធការពារដែនអាកាសនោះទៅឲ្យប្រទេសអ៊ីរ៉ង់បាទដោយដកសំប្រភពព័ត៌មានចារកម្មដែលបានលេចធ្លាយហើយដូចដែលខ្ញុំបានធ្លាប់បានជម្រាបជូនប្រិយមិត្តអញ្ចឹងគឺព័ត៌មាននេះមិនមែនជាការលេចធ្លាយដោយចៃដន្យទេគឺមន្ត្រីគេធ្វើជាបាយធ្លាយឲ្យអ្នកសារព័ត៌មានផ្សាយដើម្បីគេយករឿងហ្នឹងមកនិយាយវិញថាឥឡូវនេះមហាជនបានដឹងអញ្ចឹងឥឡូវលោកត្រាំលោកប្រកាសថាចិនបានដកថយវិញឃើញទេបាទអញ្ចឹងដូច្នេះបើសិនជាអ្វីៗកើតមានឡើងដូចអ្វីដែលលោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍មែនបង្ហោះមែនគឺយើងដឹងថាទូនាទីរបស់សារព័ត៌មានបាទឬក៏យើងនិយាយទៅវិញថាមន្ត្រីយោធារបស់សហរដ្ឋអាមេរិកមានភាពវៃឆ្លាតនៅក្នុងការធ្វើឲ្យលេចធ្លាយព័ត៌មានដើម្បីបញ្ជៀសបញ្ហាណាមួយឃើញទេដូច្នេះគាត់ដឹងរឿងហ្នឹងមួយអាចចិនគាត់រីករាយថយវិញបាទឬក៏គាត់នៅបញ្ជូនដែរបញ្ជូនដោយស្កាត់ជាងហ្នឹងយ៉ាងម៉េចឬក៏យើងមិនដឹងដែរណាបាទឲ្យក៏វាចឹងហើយណាក៏ការអនុវត្តរបស់ចិនផែនការរបស់ចិនពិបាកក្នុងការអនុវត្តជាងមុនចឹងហើយបានត្រឡប់មករឿងចាស់ឡើងវិញដែលខ្ញុំនិយាយក្នុងពេលដែលកម្ពុជាមានចំនួនគ្នាជាមួយនឹងថៃខ្ញុំប្រាប់ទៀតថាប្រយ័ត្នមែនតើព័ត៌មានដែលចេញពីប្រភពយោធាថៃពីព្រោះគេប្រើសារព័ត៌មានរបស់គេគេដឹងគេចេះប្រើពីព្រោះតាក់តិចអស់ហ្នឹងរៀនគ្រូតែមួយទេក្នុងការបញ្ចេញព័ត៌មានដើម្បីសន្ធប់ទៅលើគេហៅថាមតិសាធារណៈឬក៏សាធារណមតិបាទឬក៏ពិភពលោកឲ្យបានដឹងរឿងហ្នឹងបាទគេធ្វើជាបាយធ្លាយគេធ្វើជាលេចមកឲ្យចេញឲ្យយើងបាទដូច្នេះយើងអត់ដឹងពេលខ្លះអ្នកសារព័ត៌មានខាងរបស់គាត់មកគេឲ្យយើងទៅផ្សាយក៏ប៉ុន្តែបើអ្នកខ្លះមួយចំនួនទៀតដែលមិនដឹងយើងយកទៅសូតាមគេជួនកាលគេបង្កើតព័ត៌មានមិនពិតមួយចំនួនគេបញ្ចេញមកហើយយើងអត់ដឹងយើងសូតាមគេអានឹងយើងទៅបានគេប្រើប្រកបដោយប្រសិទ្ធភាពដោយមិនដឹងខ្លួនបើអញ្ចឹងបានតែខ្ញុំនិយាយកន្លងមកគឺព័ត៌មានចេញពីយោធាថៃពេលដែលចម្បាំងហ្នឹងគឺប្រយ័ត្នមែនតើណាប្រយ័ត្នបាទហើយដូចជាថ្ងៃនេះចឹងឃើញថ្ងៃនេះយើងព័ត៌មានទី1ដែលខ្ញុំជម្រាបហ្នឹងគឺ Washington Post គាត់បាយធ្លាយព័ត៌មានអ្នកនិយាយឲ្យគាត់ដឹងមុនថាអាមេរិកលើបញ្ជូនទាហានរាប់ពាន់នាក់ទៅហើយមានទាំងកប៉ាល់ USS George W Bush ផងដែរដាក់ទាហានបាន 6000 នាក់លើឡើងគេចង់តេស្តភាពការមួយទៀតបាទដើម្បីគ្របសង្កត់ទៅលើតុកចរចាបាទថាព័ត៌មានហ្នឹងចេញមកយ៉ាងដែរបាទដូច្នេះនឹងគឺជារឿងវាតាក់តិចហ្នឹងមានទាំងអស់បាទកាលណាដោយតែខ្ញុំបាននិយាយក្នុងពេលកន្លងមកខ្ញុំនៅពេលដែលចំនួនប្រដាប់អាវុធកើតឡើងហ្នឹងគឺបាទសង្គ្រាមការទូតសង្គ្រាមព័ត៌មានហ្នឹងគឺបុកខ្លាំងសំខាន់តែណាប៉កែដល់ប្រាស់តិចនិចនឹងយ៉ាងម៉េចមាន channel ណាមានច្រកយ៉ាងម៉េចអានោះគឺគេមើលពេលហ្នឹងហើយបាទចឹងអូខេហ្នឹងចែករំលែកបន្ថែមនៅចំណេះដឹងបន្តិចប៉ុណ្ណឹងមិនមែនដែលខ្ញុំធ្វើការងារខាងហ្នឹងគឺខ្ញុំធ្វើសារព័ត៌មានហ្នឹងសារព័ត៌មានវាយូរពេកហើយយើងឃើញឲ្យរឿងហ្នឹងដដែលឃើញទេចាំបានប្រិមត្តណាដែលតាមដានព័ត៌មានយូរហើយក៏គាត់ដឹងដែរបាទប៉ុន្តែអ្នកណាថ្មីគឺខ្ញុំបញ្យល់ចឹងដូចថ្មីចឹងក៏ប៉ុន្តែការពិតមិនមែនជារឿងថ្មីវាជារឿងដែល
កាត់ឡើងគ្រប់រាល់ពេលដែលមានចំនួនប្រដាប់អាវុធបែបហ្នឹងកើតឡើងបាទបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហាររោងចក្រប្រេងមួយចំនួនរបស់រុស្ស៊ីពេញមួយយប់រួមទាំងរោងចក្រចម្រាញ់ប្រេង2នៅក្នុងតំបន់សាម៉ារ៉ាឃ្លាំងប្រេងមួយនៅគ្រីមៀនិងកំពង់ផែបាល់ទិកដែលនាំចេញផលិតផលប្រេងកាតនេះបើយោងតាមអភិបាលខេត្តរបស់រុស្ស៊ីនិងមន្ត្រីកងទ័ពអ៊ុយក្រែនម្នាក់ដែលបានថ្លែងកាលពីថ្ងៃសៅរ៍ទី18ខែមេសាកងទ័ពរបស់ទីក្រុងគៀវក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះបានបង្កើនការវាយប្រហារទៅលើឃ្លាំងប្រេងនិងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិកាសង្គ្រាមរបស់ទីក្រុងមូស្គូដែលជួនកាលបានវាយប្រហារដល់ទីតាំងដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីព្រំដែននៃប្រទេសអ៊ុយក្រែននៅក្នុងតំបន់ Leningrad ដែលព័ទ្ធជុំវិញនៅក្នុងទីក្រុង Saint Petersburg និងជាប់ព្រំដែនប្រទេសហ្វាំងឡង់អភិបាលរដ្ឋ Alexander Drodenko បានមានប្រសាសន៍ថាអគ្គីភ័យមួយត្រូវបានពន្លត់នៅកំពង់ផែ Vysotsk ដែលជាទីតាំងស្ថានីយ៍មួយដែលដំណើរការដោយក្រុមហ៊ុន Lukoil ដែលទទួលបន្ទុកការនាំចេញប្រេងឥន្ធនៈប្រេង Fafta ប្រេងម៉ាស៊ូតនិងប្រេងអូស្មန်បូមទូលីនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ដោយទទួលស្គាល់ការវាយប្រហារកំពង់ផែមេបញ្ជាការកងកម្លាំងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលោក Robert Brody បានមានប្រសាសន៍ថាកងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅក្នុងទីក្រុង Novobishchev និង Siran ក្នុងតំបន់ Samara ផងដែរទីតាំងទាំងពីរត្រូវបានវាយប្រហារម្ដងហើយម្ដងទៀតក្នុងអំឡុងពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនធ្វើឲ្យប្រេងរបស់រុស្ស៊ីអស់ចាម្ដងទៀតនេះគឺជាសារដែលលោក Brody បានសរសេរចំអកលោក Brody ក៏បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តលើកលែងដែលអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មនៅសមុទ្រ